ngọc ní một căn đầu mẹ riêng bị xa chấn ok trong cái này dương mò bằng to mẹ riêng bằng to tiết vẽ phòn mùi đồng chừng lún ok chắc ngờ sẽ đọc cái này dương riêng đồng pi chùm nuôn chắc ngờ mẹ riêng lực 4 dương trong lịch đọc thì trong cái này dương to và to tiết thì chắc ngờសម្រាប់លេខ10ក្នុងភាសាចិនយើងអានថា10 10សម្លេងទី2អូខេអញ្ចឹងសម្រាប់លេខ11លេខ11គឺយើងអានថា11 11បើសិនជាអ្នកទាំងអស់គ្នាចង់និយាយថាលេខ12យើងបន្ថែមតែអមកអនឹងគឺលេខ12គឺលេខ2អញ្ចឹងបើសិនជាចង់និយាយថាលេខ12គឺយើងអាចប្រើបាន10អូខេដោយសារខ្ញុំដាក់ត្រឹមតែ10 11ទេបងប្អូនអាចរៀននិយាយរៀនបង្កើតខ្លួនឯងបន្តទៀតបើសិនជាចង់និយាយពាក្យថា12យើងនិយាយថា12 13 14 15អូខេបន្ទាប់គឺ20 20គឺ20បើសិនជាបងប្អូនចង់និយាយពាក្យថា21អាចនិយាយបានថា21អូខេតមកលេខ22គឺ22អូខេអត់មានពិបាកទេអញ្ចឹងខ្ញុំដាក់ជាគោលឲ្យដាក់10 20នេះគឺ30អូខេលេខ30គឺ30 30អូខេលេខ30បើសិនជាចង់និយាយលេខ31គឺយើងអាចនិយាយថា31អូខេតមកគឺ40 40 40អូខេ40អូខេអញ្ចឹងបងប្អូនចំណាំការបញ្ចេញសំឡេងបើសិនជាមាន h នៅកណ្ដាលយើងអានយើងសំឡេងរបស់យើងគឺត្រូវសង្កត់ថ្មិញហើយកណ្ដាលគឺកោងទៅលើគឺបញ្ចេញសំឡេង10សំឡេងទី2គឺ10អូខេបើសិនជា h ពេញ h អញ្ចឹងយើងអាន s អញ្ចឹងអត់មាន h នៅកណ្ដាលទេយើងអានថាសឺគឺអានធម្មតាស្ដាប់សំឡេងទី4សឺអូខេសឺអូខេអញ្ចឹងកន្លែងពាក្យច្រើនអ្នករៀនភាសាចិនគឺគាត់តែងតែច្រឡំកន្លែងហ្នឹងជាវិធីងាយស្រួលដែលងាយចាំចំណាំថាបើសិនជាពេញ h ដែលមាន h នៅកណ្ដាលគឺអានសង្កត់ថ្មិញដាក់កោងទៅលើគឺសឺអូខេអញ្ចឹងបើសិនជា s ធម្មតាអញ្ចឹងគឺអានថាសឺគឺ40អូខេសម្រាប់ទី5ហើយលេខ50គឺយើងអានថា50អូខេគឺ50បើបងប្អូនចង់និយាយថា51គឺបន្ថែមទៅ51អូខេគឺលេខ51បើចង់និយាយថាលេខ52គឺ52 53អូខេទៅគឺ60អានថា60អូខេលាវសម្លេងទី4សង្កត់ធ្ងន់គឺលេខ660 60អធិស្ឋានលាវគឺលេខ6អញ្ចឹងដល់ពេលលាវ10គឺលេខ60លាវគឺលេខ6ឈឺគឺលេខ10លេខ6បូក10គឺស្មើនឹង60អូខេអញ្ចឹងលេខជាភាសាចិនណាអូខេ70គឺដូចគ្នាឈី10ឈីគឺលេខ7គឺឈី10គឺលេខ7លេខ7បូកនឹង10គឺស្មើនឹង70អូខេនៃជាភាសាចិនឈីនេះគឺសម្លេងទី1បូកនឹង10សម្លេងទី2គឺឈី10គឺប្រែថាលេខ70អូខេអញ្ចឹងសម្រាប់អូរំលងលេខ80ប៉ុន្តែលេខ80គឺអត់ពិបាកទេប៉ាគឺលេខ8ប៉ា10គឺ80អធិស្ឋានដោយសារតែរំលងមកខ្ទង់ស្រាយអញ្ចឹងលេខ80គឺអត់ពិបាកទេលេខ8គឺប៉ាអូខេអញ្ចឹងប៉ាគឺលេខ8ថែមត10មកគឺប៉ា10គឺលេខ80អញ្ចឹងសម្រាប់លេខ100គឺអ៊ីប៉ាយសម្លេងទី1ប៉ាយនេះគឺខ្ទង់100អ៊ីនេះគឺ1អូខេអ៊ីប៉ាយគឺអ៊ីប៉ាយអូខេគឺ100ជួនបើសិនជាបងប្អូនចង់និយាយថា110បងប្អូនអាចនិយាយថា110អ៊ីនេះគឺលេខ1 10គឺ10អូខេ110គឺលេខ10ហើយគឺ110បើសិនជាចង់និយាយថា120យើងអាចនិយាយបានថា120គឺ20ទៅអត់បងប្អូនអញ្ចឹងអត់ពិបាកចំណាំទេ20គឺ20 30គឺ30អញ្ចឹងបើចង់និយាយថា110 120 120គឺ120 130គឺ130អូខេអញ្ចឹងបើសិនជាបងប្អូនចង់និយាយថា101តើនិយាយបែបម៉េចអូខេអញ្ចឹង101អ្នកខ្លះគាត់រៀនភាសាចិនគាត់ឆ្ងល់ឡើងហ្នឹងអញ្ចឹងសម្រាប់លេខ101គឺយើងអានថា101អូខេ101អូខេ
lính cứ lệ số ý nó cứ mùi và sân chỉ bong ôn cho người ta lệ số nó cả đá lý y phái cứ mùi rồi lính cứ lệ số ý nó cứ mùi chứ mùi rồi số muối cứ dừng ăn tha y phái linh y phái linh y ok chứ mà trong người ta một rồi phí y phái linh ok chân nghi nghĩa mùi rồi đắp cứ thôi khỏi biết mấy chữ một rồi đắp dừng ăn tha y bài y sử cứ một rồi đọc và xong thì trong vậy thay một rồi đọc muối y bài y sử một rồi đọc pì tương tự hai tờ xây rất chạm vô chứ xây đá ăn vọt trên trình lên và đáp chẳng ở bờ sân kia ở một rồi đọc một rồi muối thì anh ta y bài linh một rồi pì ok một rồi bay y bài linh san ok chừng thêm giờ linh lần tới từ mà stone cả đảng y phải nó cứ mười rồi bột số bột muối cứ mười rồi mùi thì nắm không ổn y phải nó cứ mười rồi này y phải nó cứ mười rồi bây giờ trong thì tham mười rồi muối nhưng ăn khác y phải linh y ok bần top cứ y chiên cứ mùi quản y chiên ok y one cứ phải tham mùi mờn ở dương chua chả nắm nhưng practice để ra chả nắm y phai ok thế này y phải có xong lấy 17 y phải đặc biệt Trần Nam chuẩn muốn cứ ăn vả thế y phải mùi rối y chiên mùi quán y chiên mùi quán y oan mùi mờn ok chẳng việc chuồn nghe người tua xám cứ y phải y phải y phải cứ mùi rối y chiên cứ mùi quán y oan cứ mùi mờn ok chẳng sầm rạp chùm nuốn riêng cha cầm nâng sân đấy chết tâm tung mờn sân rồiសម្រាប់ភាសាចិនគឺនឹងមានរបៀបប្រើលេខច្រើនទៀតប៉ុន្តែយើងរៀនប៉ុណ្ណេះសិនដោយសារមេរៀនរបស់យើងគឺមួយថ្ងៃ10ពាក្យអូខេយើងរៀន10ពាក្យហ្នឹងឲ្យស្ទាត់គ្នាសិនតែយើងទៅមុខទៀតអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេរៀនអំពីចំនួនអញ្ចឹងដូចខ្ញុំធ្លាប់និយាយកន្លងមកអញ្ចឹងសម្រាប់ភាសាចិនខ្ញុំនេះបង្កើតមេរៀនមកទី1ដើម្បីងាយស្រួលក្នុងការរៀនហើយឆាប់យល់អូខេអញ្ចឹងមេរៀនខ្ញុំសរសេរបែបធំឲ្យមើលហើយឲ្យងាយយល់ហើយនឹងពន្យល់លម្អិតហើយបើសិនជាបងប្អូនគាត់ថាលឿនពេកអាចខមមិនប្រាប់បានហើយមួយថ្ងៃយើងមានតែ10ពាក្យទេមានថារៀន10ពាក្យឲ្យចេះស្ទាត់សិនតែយើងទៅមុខទៀតអញ្ចឹងសម្រាប់ភាសាចិននេះមេរៀនដែលខ្ញុំធ្វើនេះគឺរៀនពីពាក្យស្រាលទៅបន្ទាប់មកយើងនឹងចាប់ផ្ដើមរៀនពាក្យជ្រៅពាក់ព័ន្ធជាមួយនឹងពាក្យប្រើប្រាស់ប្រចាំថ្ងៃនិងពាក្យរោងចក្រអញ្ចឹងភាសាចិនមុនដំបូងនឹងយើងរៀនពាក្យទួយៗឡើងទៅសិនអូខេអញ្ចឹងសម្រាប់ថាសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូនេះហើយបើចង់បានមេរៀនបន្តកុំភ្លេចជួយគាំទ្រផងខ្ញុំនឹងធ្វើវីដេអូចែករំលែកភាសាចិនបន្តទៀតបាទសូមអរគុណ